ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបលាវចេញពីក្រុមឬក៏យើងចង់ដកខ្លួនចេញពីក្រុមឆាតរបស់ក្រុមអ្នកណាមួយដែលគេបានទាញយើងចូលដែលយើងអត់បានដឹងខ្លួនហើយពេលខ្លះបើយើងទាញទៅហើយយើងដកខ្លួនចេញហើយនៅតែចូលវិញដដែលអញ្ចឹងបងប្អូនធ្វើតាមខ្ញុំដើម្បីកុំឲ្យគេទាញយើងចូលបានម្ដងទៀតនៅពេលក្រោយបើសិនជាយើងដកខ្លួនហើយគេនៅតែទាញចូលម្ដងទៀតបានបាទបងប្អូនខ្ញុំសូមឧទាហរណ៍ថា smart អធិស្ឋានក្រុមណាមួយសិនបាទខ្ញុំសូមឧទាហរណ៍ក្រុមនេះមួយចាស់បាទអូខេបន្តទៀតខ្ញុំចុចយើងត្រូវចុចលើ profile បន្តទៀតបងប្អូនចុចលេខត្រី3ខាងលើនេះបាទយកពាក្យថា live group ចុច live មកចុចពាក្យថា live group ម្ដងទៀតបាទអូខេរួចរាល់ប៉ុណ្ណឹងលេងឃើញក្រុមហ្នឹងហើយបងប្អូនហើយបើសិនជាបងប្អូនអានេះរបៀបលាវបងប្អូនបើសិនជាបងប្អូនមិនចង់ឲ្យគេadd មកយើងម្ដងទៀតឬក៏មិនចង់ឲ្យគេហៅយើងចូលក្រុមម្ដងទៀតដោយគ្មានការអនុញ្ញាតពីយើងបងប្អូនត្រូវចុចទៅលើក្រុមឧទាហរណ៍ក្រុមនេះចុះចុចជាប់បន្តមកទៀតបងប្អូនចុចលេខត្រី3បន្តមកទៀតចុចពាក្យថា block user ហ្នឹងបន្តមកចុច block user ទៀតអូខេរួចរាល់ប៉ុណ្ណឹងបងប្អូនអរគុណបងប្អូនវីដេអូមានប៉ុណ្ណឹងជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ